តែរត់គេចខ្លួនទៅបាននាងចន្ទវីដឹងគ្រប់រឿងរ៉ាវនៃគម្រោងការដ៏ខុសខើរបស់ប្តីហើយនាងក៏បានរត់គេចចេញទៅឆ្ងាយតែម្នាក់ឯងនៅតាមផ្លូវខ្ញុំហត់ណាស់តែមិនអីទេដើម្បីរក្សាជីវិតម្ដាយកូនខ្ញុំនេះខ្ញុំត្រូវតែព្យាយាមឲ្យបានលឿនបំផុតនិយាយអំពីនីផែនវិញកាន់កំបិតដ៏មុតស្រួចដើរសម្ដៅមករកប្រពន្ធតែគាត់រកមិនឃើញនាងទាល់តែសោះអូនសម្លាញ់តើអូនតណាបាត់ហើយបងមានរបស់ផ្ញើអូនណាមិនថានីផែនប្រឹងនិយាយស្ដីពីរូបបែបណាតែប្រពន្ធរបស់គាត់មិនឆ្លើយនោះទេព្រោះនាងបានរត់ទៅឆ្ងាយទៅហើយឬមួយក៏នាងដឹងពីគម្រោងការយើងហើយមែនទេមិនបានទេយើងមិនត្រូវឲ្យការមួយនេះរលាយបាននោះទេនីផែនហេតុតែមិនចង់ឲ្យខូចការគាត់ក៏បានតាមរកប្រពន្ធជាមួយនឹងកំបិតដ៏មុតស្រួចមួយដើមនៅក្នុងព្រៃខ្ញុំមកដល់ឆ្ងាយហើយសង្ឃឹមថាប្តីកំណាច់នោះមិនមកទាន់ទៅចោះនាងចន្ទវីមិនទាន់និយាយរួចពីមាត់ផងស្រាប់តែនីផែនក៏បានដើរមកទាន់និងបាននិយាយថាអូនសម្លាញ់តើអូនកំពុងទៅណាគឺអូនមករអស់ណាបងតើអូនចង់រត់ចោលបងមែនទេនីផែនកាន់តែពោលពាក្យផ្អែមពីរោះនាងចន្ទវីកាន់តែភ័យខ្លាចជាខ្លាំងលោកប្តីបងចុះកំបិតមកធ្វើអីអូនខ្លាចណាស់អូនកុំបារម្ភអីបងគ្រាន់តែវះពោះអូនតិចតើមិនធ្វើឲ្យអូនស្លាប់នោះទេកុំអីណាបងទុកជីវិតឲ្យខ្ញុំផងកុំខ្លាចអីបងគ្រាន់តែវះយកកូនយើងប៉ុណ្ណោះចំណែកអូនចាំបងជួយព្យាបាលឲ្យជាវិញកុំអីបងកុំអីអាណិតខ្ញុំនឹងកូនផងនាងចន្ទវីខំត្រដោស្រវាចាប់យកមេឃឈើមកគប់ប្តីដើម្បីរត់គេចខ្លួនធ្វើឲ្យនីផែនកាន់តែមានកំហឹងជាខ្លាំងចង់រត់ទៅណានាងឯងមិនរួចខ្លួនទេឆាប់ឈប់ភ្លាមនាងចន្ទវីកំសត់នៅតែប្រឹងរត់គេចដើម្បីមានជីវិតរស់តែពេលនោះនាងក៏បានដួលមួយទំហឹងបណ្ដាលឲ្យនីផែនចាប់បានម្ដងទៀតរត់លេងរួចហើយមែនទេមកឲ្យប្តីសុំវះពោះបន្តិចមកកុំអីជួយផង